កាលពីថ្ងៃទី30ខែមករាឆ្នាំ2026កន្លងទៅនេះនិយាយទៅម្សិលមិញនេះកាសែត South China Morning Post បានចេញផ្សាយថាអាជ្ញាធរចិនបានកាត់ទោសប្រហារជីវិតគ្រួសារតកូលមីងដែលមានគ្នាចំនួន11នាក់ពីបទបង្កើតក្រុមឆបោកអនឡាញនៅប្រទេសភូមាដែលប្រតិបត្តិការរបស់ពួកគេនោះបានធ្វើការគៀបសង្កត់កម្មករចំណាកស្រុកជាច្រើនដែលជាជនជាតិចិនឲ្យធ្វើការដូចជាទាសករអញ្ចឹងនៅភូមាហើយក្នុងប្រតិបត្តិការរបស់ពួកគេហ្នឹងគេបានបោកប្រាក់បានចំនួន 1.4 ពាន់លានដុល្លារខ្ញុំចង់ចូលរឿងនេះទៅនឹងលោក Gen Z បាទសូមបងប្អូនអរគ្នាចាំបានលោក Gen Z ត្រូវបានអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជាធ្វើការសហការជាមួយចិនចាប់បញ្ជូនទៅស្រុកចិនវិញកាលពីដើមខែមករាឆ្នាំ2026នេះអញ្ចឹងវាសនារបស់លោក Gen Z ប្រហែលជាមិនខុសពីអ្នកបង្កើតមុខរបរបោកប្រាស់ scam តាមបណ្ដាញអន្តរសង្គមឬក៏បណ្ដាញអ៊ីនធឺណិតទេអានឹងបើសិនជាយើងមើលប្រវត្តិនៃប្រព័ន្ធយុត្តិធម៌របស់ចិនប្រឆាំងដាច់ខាតទី1អំពើពុករលួយហើយទី2ការបោកប្រាស់អញ្ចឹងរត់ពន្ធគ្រឿងញៀននេះហ្នឹងសិតតែមានទោសប្រហារជីវិតហើយសិស្សបងប្អូនទាំងគ្នាមើលទឹកមុខរបស់លោក Chen Xi នៅពេលដែលគាត់ចុះពីរហោះមុខគាត់ហ្នឹងគឺគ្មានសេចក្តីសង្ឃឹមអីបន្តិចទៅគឺលាយសាបសូន្យទាំងអស់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងរយៈពេលប្រហែលឆ្នាំដែលគាត់បានកសាងនៅអង់គ្លេសនៅប្រទេសកម្ពុជាជាពិសេសហ្នឹងខ្ញុំចង់ចូលរឿងនេះទៅរឿងមួយទៀតលោកប្រធានាធិបតីលីជេមីញ៉ុងដែលជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការព្រមានខ្លាំងថានឹងចាត់វិធានការក្តៅចំពោះអ្នកបោកប្រាស់អនឡាញទាំង Line ណាដែលយកប្រជាជនកូរ៉េខាងត្បូងជាគោលដៅមានន័យថាធ្វើការបោកប្រាស់ប្រជាជនកូរ៉េខាងត្បូងប្រទេសកូរ៉េខាងត្បូងនឹងមិនលើកលែងឲ្យចដាច់ខាតហើយកុំគិតថាកូរ៉េខាងត្បូងនិយាយលេងកូរ៉េខាងត្បូងនឹងតាមកំតិចហើយរៀបដល់ដីការបង្ហោះហ្នឹងបង្ហោះជាភាសាកូរ៉េហើយបង្ហោះជាភាសាខ្មែរទៀតអញ្ចឹងមានន័យថាម៉េចគឺគេសំដៅមកដល់ប្រទេសកម្ពុជាជាពិសេសតែម្ដងហើយធ្វើឲ្យអ្នកវិភាគខ្លះនិយាយថានៅពេលនេះពួកដែលបោកប្រាស់អនឡាញនៅប្រទេសកម្ពុជាហ្នឹងហើយជាមិនជ្រើសរើសយកប្រជាជនកូរ៉េខាងត្បូងទៀតទេទាំងជ្រើសរើសយកមកធ្វើការក៏ដូចជាជ្រើសរើសធ្វើជាជនរងគ្រោះ scam យកលុយហ្នឹងពីព្រោះខ្លាចកូរ៉េខាងត្បូងតាមរកពួកគេដល់ប្រទេសកម្ពុជាខ្ញុំមិនមែនជាប៉ូលីសទេអញ្ចឹងខ្ញុំមិនដែរធ្វើការរឿងហ្នឹងតើគេធ្វើការស៊ើបអង្កេតតាមដានហើយរហូតដល់ឈានដល់ការចាប់ជនល្មើសផ្សេងដោយរបៀបណាហេតុអីបានជាមាន scammer នៅប្រទេសកម្ពុជាច្រើនម្ល៉េះរាប់រយរាប់ពាន់ហើយរាប់ម៉ឺននាក់ជួនកាលទៅចេញពីកាស៊ីណូឬក៏លំនៅឋានស្នាក់នៅប្រមូលផ្ដុំម្ដងរាប់រយរាប់ពាន់នាក់ហើយទៅបានយើងបណ្ដោយឲ្យប្រទេសកម្ពុជាខ្លាយទៅជាប្រទេសមួយដែល scam មនុស្សជុំវិញពិភពលោកដើម្បីយកប្រាក់បែបនេះយើងដឹងហើយថាការងារនេះគឺជាការងារទុច្ចរិតតើយើងខ្វះមធ្យោបាយយើងខ្វះលុយយើងខ្វះសមត្ថភាពឬក៏យើងខ្វះឆន្ទៈ